ជាមួយអ្នកដែលបានជួបប្រសពនឹងសេចក្តីសម្រេចនៅប្រយោជន៍នោះមុទិតាប្រែតែត្រេកអរតាមអ៊ីសាប្រែថាមិនត្រេកអរតាមដោយអំណាចនៃចិត្តរិស្យាពលគឺការច្រណែនចូលកូនចាំទុកថាសត្រូវដ៏សំខាន់របស់មុទិតាគឺអ៊ីសាការបើច្រណែនហើយចិត្តក៏មិនត្រេកអរមិនមានការពេញចិត្តមានសភាពញាប់ញ័រដូចជាចោលយកសត្រាវុធមកភ្ជាប់ត្រង់ដើមទ្រូងដូច្នោះឯងកាលណាបើបានដឹងថាអ្នកដទៃបានល្អហើយមិនថាជាបងប្អូនជាមនុស្សរួមការងារឬជាអ្នកមានគុណណាណាឡើយអ្នកដែលមានអ៊ីសាក៏ដល់នឹងការស្លុតចិត្តបែបម្យ៉ាងមានការអន់ចិត្តជាដើមបើមិនទុកស្កាត់ទេវានឹងបណ្ដាលឲ្យមានរឿងមិនល្អផ្សេងៗកើតឡើងដែលជារឿងគួរឲ្យខ្លាចវិធីកម្ចាត់អ៊ីសាគឺអប់រំចម្រើននៅមុទិតាមានសទ្ធាជឿហេតុផលមានបញ្ញាយល់ដឹងដល់រឿងក្នុងលោកមិនយល់ថាសម្បត្តិក្នុងលោកវាអស្ចារ្យណាស់នោះទេតាមពិតវាគ្រាន់តែសម្រាប់ដោះស្រាយនៅសេចក្តីទុក្ខលំបាកប្រចាំរូបកាយតែប៉ុណ្ណោះបើរូបកាយមិនមានហើយក៏មិនចាំបាច់ទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចឡើយដូចជាថ្នាំសម្រាប់ព្យាបាលរោគថ្នាំមិនមែនសំខាន់អ្វីជាងការមិនមានរោគនោះទេដូច្នេះខ្លឹមសារសំខាន់ក្នុងជីវិតគឺការប្រព្រឹត្តធម៌ដើម្បីរំលត់ទុក្ខកូនត្រូវហាត់អប់រំចម្រើននៅមុទិតាចាប់ផ្ដើមពីក្រុមគ្រួសារទៅមុនរួចហើយផ្សាយពង្រីកទៅដល់អ្នកដទៃជាខាងក្រៅទៀតអ៊ីសាក៏នឹងសាបសូន្យទៅម្ល៉េះហើយកូនមេឪពុកដែលមានតែមុទិតាចំពោះអ្នកដទៃយ៉ាងនេះសិរីសួស្តីនិងសេចក្តីសុខក៏ចូលមករកជីវិតរបស់កូនព្រមគ្នានឹងគុណធម៌ផ្សេងៗទៀតដ៏ច្រើនចូលកូនចាំកុំភ្លេចមុទិតាមុទិតាមុទិតាកូនមេឪពុកឪសូមទូមានកូនថាគប់ពេលនាំទៅរកខុសស្រីប្រុសចូលចាំកុំតាមចង់គប់ប្រាជ្ញនាំទៅរកត្រង់សិលល្អភោរផង់ចង់ត្រឹមត្រូវខ្សែគប់បាបប្រមិតពិតនាំខ្លួនឲ្យខុសផ្ទួនគេអាស្រូវកំណើតជាមនុស្សក្រពេកទៅកូនត្រូវស្ដាប់ឪទៅឈ្មោះល្អចង់កសាងខ្លួនកុំឆ្ងាយអ្នកប្រាជ្ញកូនមេឪពុកកូនត្រូវចាំជានិច្ចថាការឈ្នះដ៏ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តរបស់ខ្លួនឯងព្រោះហេតុនេះកូនត្រូវវឹកហាត់បង្កប់ខ្លួនឯងឲ្យបានការដែលកូនបង្កប់ខ្លួនឯងបានហើយកូនធ្វើអ្វីក៏បានសម្រេចដែរឈ្នះខ្លួនឯងប្រសើរជាងកូនមេឪពុកការសម្ដែងសេចក្តីគោរពដាក់ខ្លួនឲ្យលំទោនជាមេរយាទនៃមនុស្សល្អកូនកុំអួតអាងតម្កើងខ្លួនជាមួយនឹងអ្នកណាឲ្យសោះព្រោះវាមិនបានឲ្យផលល្អដល់ដំណើរជីវិតរបស់កូនឡើយការតម្កើងខ្លួនមិនមែនជាការគោរពខ្លួនទេកូនមេឪពុកកូនចូលញញឹមដាក់អ្នកដទៃដោយតែកូនប្រាថ្នាឲ្យអ្នកដទៃញញឹមមករកកូនអញ្ចឹងដែរបើកូនញញឹមដាក់កញ្ចក់ក៏ញញឹមដាក់កូនវិញនៅពេលកូនខឹងក្រោធនឹងបុគ្គលណាកូនសាកល្បងរត់ទៅឆ្លោះមុខខ្លួនឯងក្នុងកញ្ចក់មើលកូននឹងជួបយក្សនៅក្នុងកញ្ចក់នោះពិតជាមិនខានឡើយបើចង់ឲ្យមុខស្អាតត្រូវកុំខឹងកូនមេឪពុកការស្រឡាញ់មិនមានដាក់លក់ឡើយបើកូនចង់បានកូនត្រូវធ្វើដោយខ្លួនឯងពេលកូនឲ្យសេចក្តីស្រឡាញ់ទៅអ្នកដទៃនឹងឲ្យសេចក្តីស្រឡាញ់ត្រឡប់មកដល់កូនវិញបើកូនចង់ឲ្យអ្នកដទៃស្រឡាញ់ពិតសូមកូនធ្វើឲ្យបានតែម្យ៉ាងក៏ល្មមគ្រប់គ្រាន់គឺធ្វើខ្លួនឲ្យគួរស្រឡាញ់អ្នកដទៃដោយមេត្តាជាការប្រសើរកូនមេឪពុករាល់យប់មុននឹងកូនចូលគេងកូនកុំភ្លេចថ្វាយបង្គំព្រះគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយកូនត្រូវនឹកដល់គុណមេត្តាបិតាផងព្រមទាំងអ្នកដែលមានគុណផ្សេងទៀតផងដែរបើកូនធ្វើបានដូចនេះកូននឹងបានចម្រើនសូមកូនកុំភ្លេចតាំងចិត្តទុកនៅសេចក្តីនីមួយផងពេលមានទុកសូមឲ្យកូនពិចារណាតាមការណែនាំរបស់ឪនៅក្នុងសៀវភៅនេះឯងពេលនឹកអាល័យសូមឲ្យកូនអាននៅសៀវភៅនេះដូចជាបាននៅក្បែរម៉ែឪដែរពេលបានសុខសូមឲ្យកូនចាប់សៀវភៅនេះមករីករាយ
ដូចជាកូនបានរីករាយសប្បាយជាមួយឪពុកម្ដាយនិងមានសេចក្តីសុខជាមួយក្រុមគ្រួសារដែរពេលកូនមានបញ្ហាសូមឲ្យកូនប្រឹក្សាជាមួយឪពុកម្ដាយតែបើឪពុកម្ដាយមិននៅទេសូមឲ្យកូនប្រឹក្សាជាមួយសៀវភៅនេះចុះពុកនិងម៉ែប្រាថ្នាឲ្យកូនមាននៅសេចក្តីសុខទៅបានជាអប់រំនិងដាស់តឿនក្រើនរំលឹកកូនជារឿយៗមិនឲ្យកូនលេងហួសពេលវេលាព្រោះអាចនាំឲ្យកូនមានជំងឺគ្រុនរងាជាដើមដាស់តឿនកូនមិនឲ្យញ៉ាំនៅអាហារណាដែលមិនល្អព្រោះវាអាចនាំឲ្យខូចសុខភាពហើយបើកូននៅមិនទាន់យល់នៅពាក្យដាស់តឿនឬក៏មិនបានស្ដាប់តាមពាក្យទូន្មានរបស់ម៉ែឪទេនោះដល់ពេលកូនមិនស្រួលខ្លួនឡើងឪពុកម្ដាយក៏ត្រូវតែនៅរក្សានិងព្យាបាលកូនយ៉ាងល្អជាទីបំផុតទៅដែរនៅក្នុងដំណើរជីវិតក៏ដូចគ្នាដែរឪពុកម្ដាយបានព្យាយាមអប់រំនិងដាស់តឿនជានិច្ចឲ្យកូនតាំងចិត្តសិក្សារៀនសូត្ររៀបចំខ្លួនឲ្យនៅក្នុងសេចក្តីល្អមិនឲ្យកូនប្រព្រឹត្តខ្លួនជាមនុស្សលេះឡោះតែបើពេលណាដែលកូនប្រព្រឹត្តភ្លាមភ្លាត់ដោយហេតុណាមួយនោះឪពុកម្ដាយក៏នឹងព្យាយាមជួយកូនយ៉ាងបដូរជីវិតដូចជាពេលដែលកូនមិនស្រួលផ្លូវកាយដូច្នោះឯងប្រហែលដោយពោលមកនេះឪសូមឲ្យកូនមានការចាំជានិច្ចថាពេលណាដែលកូនមាននៅបញ្ហាកើតឡើងសូមឲ្យកូនប្រឹក្សាជាមួយនឹងម៉ែឪកុំលាក់លៀមឲ្យសោះព្រោះមិនមានអ្នកណាស្មោះត្រង់និងមានបំណងជួយកូនឲ្យក្រៃលែងជាងម៉ែឪរបស់កូនឡើយបើម៉ែឪដឹងហើយមិនថាបញ្ហានោះលំបាកលំបិនយ៉ាងណាម៉ែឪរមែងរួមគ្នាដោះស្រាយកែខៃបញ្ហាបានគ្រប់រឿងទាំងអស់កូនម៉ែឪពុកកាលបើកូនបំពេញតួនាទីដោយសុចរិតដោយការឆ្លាតវៃមានសេចក្តីស្មោះត្រង់និងកតញ្ញូកូនរមែងបានទទួលនៅសេចក្តីរីករាយព្រោះរលឹកឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួនហើយកូននឹងបានទទួលនៅផលជាសុខមានសេចក្តីចម្រើនដល់អនាគតនៃជីវិតរបស់កូនព្រមទាំងក្រុមគ្រួសារយ៉ាងពិតប្រាកដឪសូមឲ្យពរដល់កូនបាត់ដំបងថ្ងៃ6កើតខែស្រាពុទ្ធសករាជ2546ពីឪពុករបស់កូនកូននេះឪពុកកូនត្រូវហាត់ធ្វើខ្លួនឲ្យសភាពរាបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមាំតំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងៗបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូននៃឪពុកជីវិតឪពុកតាំងតែពីមានកូនរហូតមកដល់ខណៈនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងសូមឲ្យកូនមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ណាស់ក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះទេតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងគ្រួសារព្រមទាំងអ្នកដែលនៅជុំវិញកូនទៀតផងកូនអ្នកឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកមានម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរការបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដ
ឪពុកនិងម្ដាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូមានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនដោយគុណនិងមានសិលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលម៉ែឪទូមាននោះឪសូមឲ្យពរដល់កូនកូនមានឪពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងដ៏ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសសិលខុសធម៌ខុសវិន័យទៅបានតាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកអំពីការមិនដឹងគុណតែបើកូនជាមនុស្សចេះដឹងគុណកូនមានតែសេចក្តីចម្រើនដោយកុសលម្យ៉ាងទៀតកតញ្ញូតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមេឪពុកជាមនុស្សល្អកូនមេឪពុកពេលវេលាដែលកន្លងទៅនឹងជីវិតឪដែលបានកន្លងមកនេះជារយៈពេលយូរដែរហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខនិងឆ្លងកាត់លោកធម៌ផ្សេងៗទៀតដ៏ច្រើនសន្ធឹកសន្ធាប់កូនស្ងួនមេឪពុកហើយជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់គឺត្រូវធ្លាក់ចុះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើនក្នុងលោកឪមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រុងចាំស្ដាប់ជីវិតមនុស្សយើងនឹងមានសេចក្តីសុខទៅបានទាល់តែយកធម៌មកជាកល្យាណមិត្តយកធម៌មកទំនុកបំរុងឲ្យដល់ចិត្តតាំងទុកក្នុងចិត្តជានិច្ចអចិន្ត្រៃយ៍ធម៌ក្នុងទីនេះគឺការបំពេញនៅមុខនាទីនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុកបានមកដល់ជីវិតដើម្បីសាកល្បងមើលបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីព្យាយាមសូមឲ្យកូនប្រកាន់នៅកតិមួយថាឧបសគ្គរមែងមកមុនសេចក្តីសម្រេចនិងសូមកូននឹករលឹករឿយៗថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់ការបើបាបច្រើនការគិតក៏នាំយកសេចក្តីក្តៅក្រហាយមកដុតរលចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយកូនមានឪពុកក្នុងផែនពោធិធានេះតាំងពីដើមរហូតមកគ្រប់យ៉ាងជារបស់គូគ្នាមានងងឹតមានភ្លឺមានល្អមានអាក្រក់ប្រសិនបើឲ្យរើសចំពោះរបស់ដែលខ្លួនឯងពេញចិត្តហើយគ្រប់គ្នារមែងប្រាថ្នាតែរបស់ដែលល្អតែតាមពិតសេចក្តីប្រាថ្នានោះគឺតល់តែមានការប្រព្រឹត្តឲ្យបានត្រឹមត្រូវទើបអាចសម្រេចនៅសេចក្តីល្អបានការដើរផ្លូវពោលគឺការប្រព្រឹត្តដើម្បីឲ្យបានទៅដល់សេចក្តីល្អសមតាមបំណងប្រាថ្នាគឺការស្រឡាញ់អ្នកដទៃជាការស្រឡាញ់ដោយសេចក្តីរាប់អានស្រឡាញ់ដោយមេត្តាព្រោះថាការស្រឡាញ់អ្នកដទៃបែបនេះអាចដោះស្រាយនៅបញ្ហាបានធ្វើឲ្យលោកនេះមានតែសុខសន្តិភាពមេត្តាជាធម៌សាងលោកនិងទ្រទ្រង់លោកការស្រឡាញ់អ្នកដទៃដោយធម៌មេត្តានឹងកើតឡើងបានឪពុកសូមប្រាប់ដល់កូនដូចតទៅ1សូមឲ្យកូនសម្លឹងមើលអ្នកដទៃថាជាមិត្តរួមកើតរួមចាស់រួមឈឺរួមស្លាប់ជាមួយគ្នាទាំងអស់មិនថាអតីតអនាគតឬបច្ចុប្បន្នឡើយ2សម្លឹងមើលផ្នែកល្អនៃសត្វលោកនិងសម្លឹងមើលបំណងប្រាថ្នានៃសត្វលោកដែលចង់បានសេចក្តីសុខដូចគ្នាព្រមទាំងសម្លឹងមើលសង្ខារលោកតាមសេចក្តីពិតផង3មានសេចក្តីសន្តោសគឺមានការពេញចិត្តតាមមានតាមបានជាភូមិឋានក្នុងជីវិតមានបានយ៉ាងណាក៏ព្រមល្មមយ៉ាងនោះមិនប្រកាន់ស្អិត
ព្រោះឃើញដល់ហេតុដែលសំគួរជាមួយផលសូមឲ្យកូនគិតថាមានក៏ល្អមិនមានក៏បានពេញចិត្តចំពោះរបស់ដែលសំគួរគឺរបស់ដែលបានមកដោយសុចរិតចិញ្ចឹមជីវិតដោយទ្រព្យត្រជាក់ត្រជុំ 4. មានការតាំងចិត្តមាំឃើញទោសនៃសេចក្តីខ្ជិលឃើញគុណប្រយោជន៍នៃសេចក្តីព្យាយាមការបានជួបនៅរបស់ដែលមិនជាទីប្រាថ្នាត្រូវកូនធ្វើទុកក្នុងចិត្តថាលេបយោសុខទុក្ខសរសើរនន្ទាអត់លេបអត់យោជាច្បាប់ធម្មតារបស់ជីវិតបើក្តៅខ្លាំងកូនត្រូវពាក់មួកឬបាំងឆាប់កូនមិនត្រូវខឹងបន្ទុះនឹងក្តៅឡើយចំណុចទី1និងទី2ជាហេតុចិត្តនៃចិត្តមេត្តាចំណុចទី3សេចក្តីសន្តោសរារាំងលោភៈព្រោះបើលោភៈច្រើននាំឲ្យខូចការរាប់អានរហូតនាំចូលទៅរកការបៀតបៀនទៀតផងចំណុចទី4គឺព្យាយាមជាគូនឹងសន្តោសញ៉ាំងជីវិតឲ្យមានស្ថិរភាពជាប្រយោជន៍ដល់ការរក្សានៅគុណធម៌យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនតោះចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹងបើគល់មានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយចៅកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតជង្គង់អង្វរសូមសេចក្តីសុខពីអ្នកដទៃឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនៅសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យដល់អ្នកដទៃបើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបទៅដោយធម៌មេត្តាហើយកូននឹងបាននៅសេចក្តីល្អសមតាមបំណងប្រាថ្នាបីដោយកូនមេឪពុកមានទេវតាតាមថែរក្សាចឹងឯងភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនតាន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុខសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយឆ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកត្រង់ណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហោង23បុរាណបានពោលថាចៅលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងភ្នល់ចាញ់លបែងភ្នល់មិនស្មើនឹងជាប់គ្រឿងញៀនចៅប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនថ្នាំប្រចាំប្រាណកែលែងបានស្លាប់ទាំងរស់24មេឃមុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសក់រុយវិញរមែងចូលចិត្តរបស់ស្អុយរបស់រលួយកូនមេឪពុកបើកូនចូលចិត្តរបស់ដែលមិនល្អគឺខ្សែគប់មនុស្សមិនល្អគិតមិនល្អនិយាយមិនល្អធ្វើមិនល្អនឹងទៅកម្មស្ថានទីដែលមិនល្អហើយកូនក៏ប្រៀបដូចជាសត្វរុយអញ្ចឹងឯងបើកូនគិតល្អនិយាយល្អធ្វើល្អគប់មិត្តល្អនឹងទៅកាន់ទៅស្ថានទីណាដែលល្អល្អកូនក៏ប្រកបដូចជាមេឃុំដោយពិតបើកូនជាមេឃុំកូនរមែងបានជួបជាមួយនឹងផ្កាកូនមេឪពុកការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំមុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលគេបានដឹងហើយគេនឹងជួយទំនុកម្រងកូនក្នុងកិច្ចការដែលចាំបាច់សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃកូនមេឪពុកកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថា
នៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយសាងមិត្តកុំសាងសត្រូវកូនមានឪពុកបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាចចូលកូនមេឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នឹះកូនត្រូវជ្រើសរើសយកសល្អគេមានជាប្រយោជន៍ហើយប្រកម្មឆ្ពោះនិព្វានខុសប៉ុន្មានជាបាបប្រគ្រោះរបស់គេការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខកូនមេឪពុកកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកដល់អ្នកណាឡើយកូនកុំខឹងក្រោធដាក់អ្នកដទៃងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹកទៅអាមជាភៅហើយកូនត្រូវទន្ទិញពាក្យថាឲ្យអភ័យអភ័យទានជាទានដល់ប្រសើរកូនមានឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសប្បាយចិត្តនៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកសូមឲ្យកូនមានទឹកចិត្តល្អដល់មនុស្សសត្វទាំងឡាយទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធឪពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែឪពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែកូនប្រព្រឹត្តមិនល្អចូលកូនពុកកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បាននិងចង់រស់អូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យឡើយសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនកូនមានឪពុកបើកូនស្រឡាញ់ម៉ែនឹងការកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដល់ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់ពាក្យទាំងនេះឲ្យដល់កូន1កូនចូលចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀត2កូនចូលកុំរើសយករបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះមុននឹងសម្រេចចិត្តថាយក3កូនត្រូវកុំក្រោធខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះ4កូនត្រូវដឹងថាក្នុងលោកនេះកម្ររកអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលឲ្យអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកមករកវិញ5មាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ណាស់ចំណែកទៅជាវិញនោះរឹតតែប្រើរឹតតែចម្រើន6កូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមាតាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន7កូនចូលធ្វើគ្រប់យ៉ាងដោយសុចរិតកាលបើមានសុចរិតចិត្តរមែងស្អាតតែបើមាននៅទុច្ចរិតវិញចិត្តរមែងសៅហ្មង8ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់9ចុងបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខ10អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត11បើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយក៏បានដោយងាយដែរតែបើកូនបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយកម្រណាស់ដែរ12
កូនចូលចាំនៅអ្វីដែលគួរចាំចូលភ្លេចនៅអ្វីដែលគួរភ្លេចគួរធ្វើនៅអ្វីដែលគួរធ្វើនឹងត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើក្រោយ13ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងដួលនៅត្រង់កន្លែងនោះឯងហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីទ្រាំគឺការអត់ធន់តស៊ូ14មិនថាមនុស្សឬសត្វតិរិឆានសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមេឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃអ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ15ភ្លេចអ្វីអាចភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចុះតែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច16ការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តរបស់ខ្លួនកូនឯងផងតើនឹងឲ្យអ្នកដទៃធ្វើនៅអ្វីត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្ដេចទៅការកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ17កូននៅឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកនៅឱកាសនោះមកកសាងខ្លួនឬយកមកកែខ្លួនតែប៉ុណ្ណោះឯង18កូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះក្នុងលោកនេះមិនមានអ្នកណាជាទីពឹងរបស់កូនក្រៅពីខ្លួនកូនឯងឡើយ19កូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ខ្លួនឯងបានជាចវាយនាយលើខ្លួនឯងមិនមែនមានតណ្ហាឬសេចក្តីក្រោធខឹងជាចវាយនាយឡើយ20កូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាក់ទុកត្រូវកុំខ្ជិលខូចខិលដឹងខុសត្រូវកែខ្លួន21មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបានកូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ22កូនត្រូវដឹងថាក្នុងโลกនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់កាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុននៅពេលញ៉ាំវារមែងល្វីងប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុនឪពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែឪពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែកូនប្រព្រឹត្តមិនល្អចូលកូនពុកកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បាននិងចង់រស់អូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យឡើយឪសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនកូនមានឪពុកបើកូនស្រឡាញ់ម៉ែឪនឹងការកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដល់ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់ពាក្យទាំងនេះឲ្យដល់កូន1កូនចូលចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀត2កូនចូលកុំរើសយករបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះមុននឹងសម្រេចចិត្តថាយក3កូនត្រូវកុំក្រោធខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះ4កូនត្រូវដឹងថាក្នុងโลกនេះកម្ររកអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់
ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលឲ្យអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកមករកវិញ 5. មាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ណាស់ចំណែកទៅជាវិញនោះរឹតតែប្រើរឹតតែចម្រើន 6. កូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេដាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន 7. កូនចូលធ្វើគ្រប់យ៉ាងដោយសុចរិតកាលបើមានសុចរិតចិត្តរមែងស្អាតតែបើមាននៅទុច្ចរិតវិញចិត្តរមែងសៅហ្មង 8. ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រកបសម្លាញ់ 9. ចុងបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខ 10. អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត 11. បើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយក៏បានដោយងាយដែរតែបើកូនបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយកម្រណាស់ដែរ 12. កូនចូលចាំនៅអ្វីដែលគួរចាំចូលភ្លេចនៅអ្វីដែលគួរភ្លេចគួរធ្វើនៅអ្វីដែលគួរធ្វើនិងត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើក្រោយ 13. ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងដួលនៅត្រង់កន្លែងនោះឯងហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាន្តកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីទ្រាំគឺការអត់ធន់តស៊ូ 14. មិនថាមនុស្សឬសត្វតិរិឆានសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមេឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ 15. ភ្លេចអ្វីអាចភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចុះតែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច 16. ការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តរបស់ខ្លួនកូនឯងផងតើនឹងឲ្យអ្នកដទៃធ្វើនៅអ្វីត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅការកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ 17. កូននៅឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកនៅឱកាសនោះមកកសាងខ្លួនឬយកមកកែខ្លួនតែប៉ុណ្ណោះឯង 18. កូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះក្នុងโลกនេះមិនមានអ្នកណាជាទីពឹងរបស់កូនក្រៅពីខ្លួនកូនឯងឡើយ 19. កូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ខ្លួនឯងបានជាចវាយនាយលើខ្លួនឯងមិនមែនមានតណ្ហាឬសេចក្តីក្រោធខឹងជាចវាយនាយឡើយ 20. កូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាក់ទុកត្រូវកុំខ្ជិលខូចខើមកដល់កូនសម្លាញ់នេះឪពុកសូមឲ្យកូនប្រើប្រាស់ពេលវេលាឲ្យបាននៅប្រយោជន៍ច្រើនជាទីបំផុតក្នុងជីវិតរបស់កូនពេលទំនេរសូមឲ្យកូនចាប់សៀវភៅនេះយកមកអានហើយចាំទុកនៅសេចក្តីនីមួយផងពេលមានទុកសូមឲ្យកូនពិចារណាតាមការណែនាំរបស់ឪនៅក្នុងសៀវភៅនេះឯងពេលនឹកអាល័យសូមឲ្យកូនអាននៅសៀវភៅនេះដូចជាបាននៅក្បែរម៉ែឪដែរពេលបានសុខសូមឲ្យកូនចាប់សៀវភៅនេះ
មករីករាយដូចជាកូនបានរីករាយសប្បាយជាមួយឪពុកម្ដាយនិងមានសេចក្តីសុខជាមួយក្រុមគ្រួសារដែរពេលកូនមានបញ្ហាសូមឲ្យកូនប្រឹក្សាជាមួយឪពុកម្ដាយតែបើឪពុកម្ដាយមិននៅទេសូមឲ្យកូនប្រឹក្សាជាមួយសិភៅនេះចុះពុកនិងម៉ែប្រាថ្នាឲ្យកូនមាននៅសេចក្តីសុខទៅបានជាអប់រំនិងដាស់តឿនក្រើនរំលឹកកូនជារឿយៗមិនឲ្យកូនលេងហួសពេលវេលាព្រោះអាចនាំឲ្យកូនមានជំងឺគ្រុនរងាជាដើមដាស់តឿនកូនមិនឲ្យញ៉ាំនៅអាហារណាដែលមិនល្អព្រោះវាអាចនាំឲ្យខូចសុខភាពហើយបើកូននៅមិនទាន់យល់នៅពាក្យដាស់តឿនឬក៏មិនបានស្ដាប់តាមពាក្យទូន្មានរបស់ម៉ែឪទេនោះដល់ពេលកូនមិនស្រួលខ្លួនឡើងឪពុកម្ដាយក៏ត្រូវតែនៅរក្សានិងព្យាបាលកូនយ៉ាងល្អជាទីបំផុតដដែលនៅក្នុងដំណើរជីវិតក៏ដូចគ្នាដែរឪពុកម្ដាយបានព្យាយាមអប់រំនិងដាស់តឿនជានិច្ចឲ្យកូនតាំងចិត្តសិក្សារៀនសូត្ររៀបចំខ្លួនឲ្យនៅក្នុងសេចក្តីល្អមិនឲ្យកូនប្រព្រឹត្តខ្លួនជាមនុស្សលេះឡោះតែបើពេលណាដែលកូនប្រព្រឹត្តភ្លាំងភ្លាត់ដោយហេតុណាមួយនោះឪពុកម្ដាយក៏នឹងព្យាយាមជួយកូនយ៉ាងបដូរជីវិតដូចជាពេលដែលកូនមិនស្រួលផ្លូវកាយដូច្នោះឯងប្រហែលដោយពោលមកនេះឪសូមឲ្យកូនមានការចាំជានិច្ចថាពេលណាដែលកូនមាននៅបញ្ហាកើតឡើងសូមឲ្យកូនប្រឹក្សាជាមួយនឹងម៉ែឪកុំលាក់លៀមឲ្យសោះព្រោះមិនមានអ្នកណាស្មោះត្រង់និងមានបំណងជួយកូនឲ្យក្រៃលែងជាងម៉ែឪរបស់កូនឡើយបើម៉ែឪដឹងហើយមិនថាបញ្ហានោះលំបាកលំបិនយ៉ាងណាម៉ែឪរមែងរួមគ្នាដោះស្រាយកែខៃបញ្ហាបានគ្រប់រឿងទាំងអស់កូនមានឪពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែឪពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែកូនប្រព្រឹត្តមិនល្អចូលកូនពុកកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បាននិងចង់រស់អូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យឡើយឪសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនកូនមានឪពុកបើកូនស្រឡាញ់ម៉ែឪនិងការកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដល់ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់ពាក្យទាំងនេះឲ្យដល់កូន1កូនចូលចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀត2កូនចូលកុំរើសយករបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះមុននឹងសម្រេចចិត្តថាយក3កូនត្រូវកុំក្រោធខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះ4កូនត្រូវដឹងថាក្នុងโลกនេះកម្ររកអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលឲ្យអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកមករកវិញ5មាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ណាស់ចំណែកវិជាវិញនោះរឹតតែប្រើរឹតតែចម្រើន6កូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេដាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន7កូនចូលធ្វើគ្រប់យ៉ាងដោយសុចរិតការបើមានសុចរិតចិត្តរមែងស្អាតតែបើមាននៅទុច្ចរិតវិញចិត្តរមែងសៅហ្មង8ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់9ចុងបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខ10អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌
ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត11បើអ្នកដទៃបើបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយក៏បានដោយងាយដែរតែបើកូនបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយកម្រណាស់ដែរ12កូនចូលចាំនៅអ្វីដែលគួរចាំចូលភ្លេចនៅអ្វីដែលគួរភ្លេចគួរធ្វើនៅអ្វីដែលគួរធ្វើនឹងត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើក្រោយ13ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងដួលនៅត្រង់កន្លែងនោះឯងហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីទ្រាំគឺការអត់ធន់តស៊ូ14មិនថាមនុស្សឬសត្វតិរិឆានសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូននៅឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ15ភ្លេចអ្វីអាចភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោះតែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច16ការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តរបស់ខ្លួនកូនឯងផងតើនឹងឲ្យអ្នកដទៃធ្វើនៅអ្វីត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទេកាលកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ17កូននៅឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ